បាទជំរាបសួរលោកលីណូនិងកញ្ញានុត្រាព្រមទាំងប្រិយមិត្តដែលកំពុងតាមដានការផ្សាយកម្មវិធីដំណឹងថ្មីរបស់ទូទួលលេខ3នៃរសៀលថ្ងៃនេះផងដែរបាទចាជំរាបសួរបាទអរគុណអាកាសធាតុនៅបន្ទាយមានជ័យបាទស្មាននេះយ៉ាងណាដែរលោកដុំសម្បូរបាទសម្រាប់អាកាសធាតុនៅខេត្តបន្ទាយមានជ័យមេឃស្មានដែរមេឃកំពុងតែល្ងិតដែរបាទរោគកលនឹងធ្លាក់ភ្លៀងមកបាទក៏ប៉ុន្តែមិនដឹងមកណាបាទហើយនៅថ្ងៃនេះបិណ្ឌ7លោកទៅបានប្រមាណវត្តហើយបាទបាទរហូតមកទល់ថ្ងៃខ្ញុំទៅបានវត្តបានមួយវត្តណាស្រុកវត្តបាទស្រុកគាត់ហៅមកវត្តបាទហើយយើងសួរគាត់តាមស្រុកគាត់ទៅកុំឲ្យអ្នកស្ដាប់បាទយើងនិយាយច្បាស់ពេកទៅក៏ស្ដាប់យើងបាទដូចនៅកំពង់ស្ពឺអញ្ចឹងគាត់ក្រុមការងារយើងគាត់និយាយថាមកកាតេ2កាតេស្គាល់ពាក្យកាតេមកកាតេដូចថា20កាតេទៅខ្ញុំមានដឹងណាដល់ពេលសួរមែនតើករ៉ុងយើងហ្នឹងគាត់ថាមកកាតេ2កាតេមកចូលមិនថាមកករ៉ុង2ករ៉ុងទេដូចនៅខាងបាវករ៉ុងអញ្ចឹងទៅឲ្យយើងឲ្យបងប្អូនប្រជាពលរដ្ឋយើងស្ដាប់បានទូទៅបើនិយាយកតេហ្នឹងខ្ញុំមិនដឹងទេចាប់ស្ដាប់បាននៅកំពង់ស្ពឺអ្នកសួរអ្នកកំពង់ស្ពឺសួរអូនខាងបច្ចេកទេសគាត់អ្នកស្រុកកំពង់ស្ពឺដែរគាត់ប្រាប់ទៅអត់ដឹងថាកតេហ្នឹងអាករ៉ុងឯបាវហ្នឹងចាអញ្ចឹងយើងសួរលោកដុំសម្បូរទៅសួរវត្តបាទគាត់វត្តអញ្ចឹងហើយនៅខាងនេះបាត់ដំបងជាប់ព្រំដែនថៃបាត់ដំបងប៉ៃលិនអីកន្លែងស្តង់ដំឡូងគាត់ថាសៃឡូហ្នឹងគឺពាក្យថៃមិនមែនពាក្យខ្មែរយើងប្រើស្តង់លក់ដំឡូងស្តង់ទិញដំឡូងទៅនិយាយថាមានសៃឡូប្រហែល3កន្លែង4កន្លែងស្ដាប់បានតែអ្នកស្រុកហ្នឹងអ្នកយើងមិនមានណាដឹងបាទមានណាដឹងអញ្ចឹងយើងគួរតម្រូវមកប្រើឲ្យភាសារួមវិញបាទអរគុណលោកដុំសម្បូរនៅថ្ងៃនេះមានព័ត៌មានអ្វីដើម្បីធ្វើសេចក្តីរាយការណ៍បាទនៅថ្ងៃនេះដែរជំរាបសួរដល់មួយដែរតាតេតងទៅនឹងការទទួលទាននៅក្រៅពីទទួលដំណឹងមកបានថានៅវត្តយើងស្រះឈូកខុំប្រទេសនោះមានបញ្ហាពុលនៅភេទជ្ជៈនៅដល់ទៅព្រះសង្ឃហើយនឹងពុទ្ធបរិស័ទមួយចំនួនផងដែរដូច្នេះបាទយើងនៅថ្ងៃ21នេះដែរគឺលោកជាទីណាប្រធានសាខាកម្មវិធីខេត្តបន្ទាយមានជ័យនេះក៏លោកបានបញ្ជាកម្លាំងរបស់លោកចុះទទួលពិនិត្យនៅតំណែងស្វែងរកតំណែងដែលខុសហួសការបរិច្ឆេទបាទអញ្ជើញបាទហើយយើងដឹងថាយើងកើតនៅថ្ងៃទី20នៅវត្តស្រះឈូកបាទស្រះឈូកនៅក្នុងឃុំប្រទេសព្រះនោះបាទស្រុកប្រទេសព្រះក្នុងឃុំភ្នំលៀននោះបានទទួលរងដោយការពុលលើចង្ហាន់ដូចជា M150 និងពុលស្ករបន្ទាប់ពីពលរដ្ឋនិងអាចារ្យហើយនិងព្រះសង្ឃបានឆាន់នៅវេនទី4វេនទី4នៅកាន់វេននៅវត្តស្រះឈូកនោះក៏បណ្ដាលឲ្យមានព្រះសង្ឃនោះចំនួន28អង្គនិងពលរដ្ឋមួយចំនួនផងដែរបានរងការនឹងពុលនៅ M150 ហ្នឹងហើយក្នុងនោះដែរក៏ក្រោយពីត្រូវបានពុលក៏បានត្រូវបានលោករាជធានីត្រីសិង្ហរាសីបាទទីកងរាជអាវុធហត្ថនឹងទៅប្រទេសនោះបាននាំនឹងបញ្ជូនព្រះសង្ឃព្រមទាំងជួនរងគ្រោះទាំងអស់ហ្នឹងកាន់នៅបទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ក៏ប៉ុន្តែក្រៅពីនោះណាក្រៅពីទទួលបានពលរដ្ឋមាននេះដែរនៅវត្តបន្ទុំស្រះឈូកនៅភ្នំលៀននោះបានរងការនៅជាពលនៅព្រះសង្ឃចំនួននៅព្រះសង្ឃនឹងតែចំនួន23អង្គនោះលោកស៊ីជាណាតក៏បានអញ្ជើញទៅដល់កន្លែងកើតហេតុបាទដើម្បីស្វែងរកការពិតបាទលោកក៏បានអញ្ជើញដល់កន្លែងហេតុលោកក៏បានជួបទាំងព្រះសង្ឃនិងក៏បានពិចារណាលើបញ្ហានេះប៉ុន្តែអ្វីដែលអាចរកមិនអាចរកឃើញនោះគឺគូជលនិងស្ករដែលបង្កបញ្ហានោះសុទ្ធតែមានការកំណត់ត្រឹមត្រូវហើយនៅមិនទៅរកការបរិច្ឆេទនោះទេប៉ុន្តែខណៈដែលដើម្បីស្វែងរកការពិតនោះមន្ត្រីរបស់លោកនៅជំនាញរបស់លោកប្រមូលរបស់ដែលបង្កបញ្ហានោះដូចជាស្ករគ្រាប់ដែលហើយនឹងគូជលកំប៉ុងនោះដើម្បីយកទៅធ្វើជាឡាបូនៅក្រសួងបន្ថែមទៀតបាទក្នុងនោះដែរលោកឧទ្ទិសទីណាក៏បានបញ្ជាក់បន្ថែមថានៅថ្ងៃទី21នោះលោកក៏បានបញ្ជាសម្ដែងក្រមអាបត្តិរបស់លោកបាទដឹកនាំដល់លោកហុងឈៀងបាទចុះត្រួតពិនិត្យតាមទីផ្សាររបស់ប្រទេសដើម្បីស្វែងរកមើលតំណែងណាដែលការបរិច្ឆេទនិងនៃការប្រើប្រាស់បាទចុះពិនិត្យនោះបើមន្ត្រីរបស់លោកក៏បានរកឃើញនៅតំណែងមួយចំនួនដែរដូចទៅមួយចំនួនលោកប្រើប្រាស់ដូចជានំក្មេងៗជាច្រើនគីឡូក្រាមនិងមានទឹកខ្មេះមួយចំនួនដែរធ្វើទៅការដកហូរយកមករក្សាទុកដើម្បីធ្វើការដុតទឹកពេកចាំទៅពេលក្រោយលោកក៏បានបញ្ជាក់បន្ថែមថាលើការវិតម្លៃទៅលើបញ្ហាដែលពលដល់ព្រះសង្ឃនិងប្រជាពលរដ្ឋមួយចំនួននៅក្នុងប្រទេសព្រះនោះលោកក៏បានបញ្ជាក់ជាចុងក្រោយថាមុនពេលកើតហេតុ
រហូតដល់ធ្វើចេញពីគោលជួននឹងក៏ប៉ុន្តែមុនពេលដែលមានបញ្ហានេះកើតឡើងតើជនរងគ្រោះនឹងព្រះសង្ឃពិសាឬខាងអ្វីមុនទៅដល់ពេលដែលលោកពីណែលោកឆាន់គោលជួននឹងស្គាល់ទៅពេលក្រោយបណ្ដាលឲ្យមានការជួទាំងហៅនោះតែម្ដងក៏ប៉ុន្តែទោះបីជាយ៉ាងណាក្នុងនាមលោកជាមន្ត្រីជំនាញនឹងដើម្បីស្វែងរកការពិតនឹងរក្សាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋលោកត្រូវតែខិតខំបន្តទៅស្វែងរកប្រភេទទំនិញណាដែលជាទំនិញដែលនឹងមកប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនេះជាបន្តទៅទៀតនៅក្នុងខេត្តបន្ទាយមានជ័យបាទបាទលោកសម្បូរទូសេរីការខេត្តបន្ទាយមានជ័យសូមអរគុណបាទបាទអរគុណលោកដុំសម្បូរបាទកាលពីថ្ងៃ20បាទមានករណីពលបាទ